បងប្អូនអត់ចង់ជួបបញ្ហាដូចខាងលើសាកអនុវត្តតាមវីដេអូដែលអូនលំអិតនៅក្នុងវីដេអូថ្ងៃនេះតើតូនទៅលើនៅពេលដែលយើងរៀបចំរបបអាហារញ៉ាំបានត្រឹមត្រូវទៀងទាត់ខ្ជាប់ខ្ជួនជាប្រចាំរាងកាយរបស់យើងគឺឃើញថាស្រកខ្លាញ់ទៅហើយគឺសាច់របស់យើងគឺ fit ហាប់ណៃល្អមែនទែនទៅលើបរិវេណក្បាលពោះគឺល្អខ្លាំងតែនៅពេលដែលបងប្អូនចាប់ផ្ដើមបុកទៅលើការញ៉ាំជាប់ធម្មរយៈពេលតែប្រហែលថ្ងៃគឺរាងកាយរបស់យើងគឺមានការបំរែបំរួលហើយគឺទទួលយកចំណីអាហារដែលយើងដាក់ចូលមកគឺថាញ៉ាំពីព្រឹកដល់ល្ងាចព្រោះភាគច្រើនគឺបងប្អូនទៅដើរលេងឬក៏ទៅជួបជុំគ្នាគឺញ៉ាំពីព្រឹកដល់ល្ងាចហើយចំណីអាហារដែលបងប្អូនទៅជួបជុំគ្នាក៏ញ៉ាំអត់សូវរបៀបចំណីអាហារដែលឃ្លានដែរភាគច្រើនគឺថាប្រទេសអីគឺញ៉ាំនឹងត្រូវអត់ចាអញ្ចឹងបើសិនបងប្អូនទាំងនេះមិនចង់ឲ្យមានបញ្ហាពេលត្រឡប់មកវិញជួបបញ្ហាការឡើងខ្លាំងរហូតដល់ថាទទួលយកអត់បានបងប្អូនរយៈពេលប្រហែលថ្ងៃក៏ដោយខ្ញុំមានជំនួយតិចនិចមួយចំនួនជូនបងប្អូននៅក្នុងការអនុវត្តចំណុចនេះបើសិនបងប្អូនទាំងអស់គ្នាត្រឡប់មកវិញអត់ចង់ឡើងខ្លាំងដូចពេលដែលបងប្អូនទៅទេអូខេអញ្ចឹងតើតូនទៅលើចំណុចទី1នៅពេលដែលបងប្អូនទាំងអស់គ្នាញ៉ាំចំណីអាហារព្យាយាមនៅក្នុងការរើសសាច់រើសបន្លែញ៉ាំមុនបងប្អូនកុំប្រញាប់ញ៉ាំបាយច្រើនមុនបងប្អូនព្រោះដោយសារភាគច្រើនសូម្បីតែនៅក្នុងផ្ទះខ្ញុំក៏ដោយភាគច្រើនពេលដែលគាត់ញ៉ាំដល់ម៉ោងបាយគឺគាត់ញ៉ាំបាយច្រើនមែនទែនអញ្ចឹងបងប្អូនកំណត់បាយខ្លួនឯងអាចជាបាយធំមួយក្តាប់ដៃប៉ុណ្នេះចាឲ្យបងប្អូនទាំងអស់គ្នាព្យាយាមបើសិនជាយើងទៅដើរលេងពេលច្រើនគឺយើងប្រកាសជាមានមន់ដុតមន់អីចឹងទៅបងប្អូនព្យាយាមញ៉ាំសាច់ចាញ៉ាំសាច់ទ្រូមាន់ញ៉ាំសាច់ភ្លៅចាសុំកាត់តាស្បែកចេញហើយព្យាយាមញ៉ាំបន្លែបានច្រើននៅពេលដែលបងប្អូនបំពេញដោយសាច់បំពេញដោយបន្លែកាពះរបស់យើងប្រកាសជារៀងពេញចឹងនៅពេលដែលយើងចាប់ដាក់បាយតាមក្រោយទៅបងប្អូនប្រកាសជារៀងទៅចាគឺប្រកាសជាទៅហើយចំណុចមួយទៀតនៅពេលដែលបងប្អូនទាំងអស់គ្នាមុនញ៉ាំបាយចាញ៉ាំទឹកមួយកែវសិនទៅណោះចាញ៉ាំទឹកមួយកែវសិនទៅហើយចាំចាប់ផ្ដើមញ៉ាំវិធីសាស្ត្រទាំងអស់ហ្នឹងចាហើយញ៉ាំបន្លែញ៉ាំសាច់ឲ្យបានច្រើនហើយនៅពេលដែលចិត្តបញ្ចប់ការញ៉ាំមែនតើចាំយើងនៅសល់បាយមកចាំយើងញ៉ាំតាមក្រោយបើសិនជាបងប្អូនតឹងពោះហើយមិនបាច់ញ៉ាំបាយក៏បានដែរចាហើយតើតូនទៅលើចំណុចមួយទៀតសំខាន់ដែរនៅពេលដែលបងប្អូនទៅដើរលេងព្យាយាមបើសិនបងប្អូនអាចទប់បានណាគឺកុំញ៉ាំគឺជាកញ្ចប់ប្រទេសអីញ៉ាំហ្នឹងចាគឺសុំញ៉ាំរក្សាតុល្យភាពនៃការញ៉ាំចំណីអាហារដដែលតែបើសិនជាកាន់តែថាជាអត់ផុតទៅបងប្អូនគិតថាអូយប្រឡែងមករយៈនឹងអូខេអត់បញ្ហាទេតែបើសិនបងប្អូនចង់ទប់អាចញ៉ាំមួយថ្ងៃធំ3ពេលព្រឹកថ្ងៃត្រង់ហើយជាមួយនឹងពេលល្ងាចចាបើសិនអាចរកអាហារបែបឃ្លានញ៉ាំនៅក្នុងកំឡុងពេលដែលយើងដើរលេងហ្នឹងឬក្នុងកំឡុងពេលដែលយើងទៅស្រុកទៅទេសហ្នឹងក៏បងប្អូនទាំងគ្នាអត់ឡើងដែរចាគឺអាស្រ័យទៅលើរបបអាហារកុំញ៉ាំជាតិម្សៅច្រើនកុំញ៉ាំផ្អែមកុំញ៉ាំគ្រឿងកំប៉ុងពេលដែលបងប្អូនដាក់ហត់កុំញ៉ាំគ្រឿងកំប៉ុងចាទិញទឹកដូងញ៉ាំបងប្អូនទិញទឹកដូងញ៉ាំហើយញ៉ាំទឹកឲ្យបានច្រើនបន្ថែមពិតជាអាចជួយទប់បងប្អូនទាំងអស់គ្នាបានច្រើនកុំឲ្យពេលដែលត្រឡប់មកពីដើរលេងវិញគឺមានឡើងរហូតដល់ទទួលយកអត់បានណាបងប្អូនទាំងអស់គ្នាចាហើយនៅពេលដែលយើងឡើងវូមកខ្លាំងអញ្ចឹងណាសុខភាពរបស់យើងទាំងផ្លូវចិត្តអីក៏អត់សូវល្អដែរចាខ្ញុំសង្ឃឹមថាវីដេអូនេះបងប្អូនដែលគាត់ទៅដើរលេងបនបន្ទុកអាចទប់បងប្អូនទាំងគ្នាបានខ្លះតែបើសិនបងប្អូនគាត់ថាអត់ចង់ទប់ទេពេលកម្មវិធីម្ដងនោះខ្ញុំធ្វើតែប្រឡែងយើងបងប្អូនទាំងគ្នាតាមអធិស្ឋាន free style ប្រឡែងទៅសិនញ៉ាំមកពេញចិត្តញ៉ាំមកសប្បាយចាំពេលមកវិញខ្ញុំគិតទៀតអូខេតែបើសិនជាអត់ចង់ឡើងអញ្ចឹងទេបងប្អូនទាំងគ្នាសាកវិធីសាស្ត្រអនឡាញទៅ